ជាមិនបងចូលទៅកាន់កម្មវិធីពុទ្ធសាសនាពេលដែលយើងចូលទៅកាន់កម្មវិធីពុទ្ធសាសនាបានហើយយើងឃើញពាក្យ file ហើយចុចទៅលើវាហើយ click ទៅលើវា open ឬក៏ control O ហើយយកពាក្យថា picture ដើម្បីទៅយកវាពេលនេះយើងឃើញហើយមានរូបភាពនេះយើងជ្រើសយកមួយណាក៏បានដែរឧទាហរណ៍រូបភាពមួយនេះជ្រើសយករូបភាពមួយនេះហើយយើងចុចទៅលើពាក្យថា open ចុចទៅលើពាក្យ open ហើយវានឹងចេញទៅលើអេក្រង់ឲ្យយើងហើយយើងចុចទៅលើមួយនេះហើយ rectangle main control ហើយយើងចុចទៅលើវាទៅយើងចង់បានរូបភាពបែបណាពេលនោះវានឹងចេញឲ្យយើងដូចបែបនេះហើយយើងយកពាក្យ export ហើយយើងមែនទេយកពាក្យថា make ហើយយក browse ដើម្បីបានរូបភាពបែបនេះបើយើងចង់បានរូបភាពធំយើងវិញកាន់តែ control set ហើយវានឹងបានរូបភាពឲ្យយើងវិញហើយបើយើងជ្រើសយកបែបនេះជ្រើសយកវងមួយបែបនេះយើងកាន់តែជ្រើសយកវងមួយបែបនេះយើងកាន់តែចុចទៅលើវាមកចុចមកឆ្វេងហើយអូដាក់មកហើយយើងយកពាក្យថា make ហើយចុច grab វានឹងចេញឲ្យយើងហើយបើយើងចង់បានថងយើងកាន់តែ control បកសិនដែរមកចង់អាចបើយើងដើមវិញហើយយើងយកអានេះអនថាម៉ែទៅនេះតែអនថានេះអនថានេះអាមួយនេះអុយគីនេះយើងយក grab into មកហើយយើងចាត់ដើម្បីវាចេញជារូបរាងបែបនេះហើយយើងចង់រូបភាពដែលយើងត្រូវការហើយយើងកាន់តែយកគ្រីតាំងទៅមកវានឹងបានរូបភាពដែលយើងវិញដើម្បីយើងបានរូបភាពតាមនេះកាន់តែ control សិនហើយយើងនឹងបានរូបភាពតាមយើងវិញចាសូមអរគុណតាមតប៉ុណ្ណេះ